ការលួចចាមិនមែនសត្វតែអាក្រក់ទាំងអស់ទេជួនកាលការលួចចាអ្នកទាំងអស់នេះអាចគិតថាវាល្អខ្លះផងព្រោះអីលួចមិនមែនលួចសិតតែទៅលួចឆក់ប្លន់ណាជួនកាលមានអ្នកខ្លះគេលួចស្រឡាញ់អ្នកទាំងអស់គ្នាទៅអ្នកទាំងអស់គ្នាមិនដឹងខ្លួនផងឧទាហរណ៍ជាក់ស្ដែងដូចការធ្វើម្ហូបនេះអញ្ចឹងអាអង្គតិចជ្រូកនេះតែពិតខ្ញុំលួចគេដែរតែខ្ញុំមិនមែនលួចអាក្រក់អីទេខ្ញុំលួចចំណេះគេព្រោះអីគេធ្វើយើងមើលយើងក៏ចេះហើយយើងក៏លួចចំណេះហ្នឹងយកមករៀនហើយចេះឥឡូវខ្ញុំចែកតទៅអ្នកទាំងអស់គ្នាទៀតយើងកុំតន់អាកាត់ថាគ្រាន់តែពាក្យលួចមួយម៉ាត់គឺអាក្រក់និយាយទៅចង់ឲ្យអ្នកទាំងអស់គ្នាកុំវិនិច្ឆ័យគេលឿនពេកយើងចាំមើលទាំងអស់សិនថាគេនឹងបែបមិនចាំយើងវិនិច្ឆ័យថាគេណាអាក្រក់ឬក៏លួចហ្នឹងគឺអាក្រក់ជួនកាលលួចជាទង្វើល្អដូចក្នុងម្ហូបនេះអញ្ចឹងខ្ញុំលួចរៀនពីគេប៉ុន្តែខ្ញុំយកមកចែកអ្នកទាំងអស់គ្នាដូចសពមួយដងអញ្ចឹងសម្រាប់គ្រឿងផ្សំគឺខ្ញុំតែងតែដាក់នៅលើអេក្រង់ហើយខ្ញុំមិនដែលរៀបរាប់ទេអ្នកចាស់ដឹងហើយបើអ្នកថ្មីតែឃើញវីដេអូហ្នឹងទេអាចមើលបានគ្រប់វីដេអូគឺខ្ញុំតែងតែធ្វើបែបហ្នឹងព្រោះវាច្បាស់ជាងខ្ញុំនិយាយហើយវីដេអូនេះរៀងខុសពីរាល់ដងបន្តិចដោយសារតើរាល់ដងខ្ញុំធ្វើតែ4នាទីអីទេប៉ុន្តែវីដេអូនេះខ្ញុំព្យាយាមកាត់ហើយខ្ញុំបង្រួមអស់ហើយនៅសល់ត្រឹម5នាទីដដែលអញ្ចឹងវីដេអូនេះរៀងវែងជាងគេ1នាទីដោយសារតែវាមានកលកលៈច្រើនព្រោះអាម្ហូបនេះវារៀងចម្លែកដែរវាមិនលើកទី1សម្រាប់ខ្ញុំទេគ្រាន់តែថាខ្ញុំយូរធ្វើម្ដងអញ្ចឹងខ្ញុំចាប់ប្លង់វាមិនត្រូវថាខ្ញុំត្រូវចាប់អាណាណៃមុនណាបើអារដងម្ហូបខ្ញុំធ្វើរងឯងខ្ញុំដឹងអាណាលឿនត្រូវធ្វើមុនអាណាក្រោយត្រូវធ្វើក្រោយរៀបរាប់រៀងយូរពេកហើយអញ្ចឹងយើងចូលមកកាន់វីដេអូយើងវិញដែលបន្លែហើយនឹងសាច់ជ្រូកហ្នឹងគឺលាងឲ្យស្អាតមុននឹងយកទៅធ្វើជាទូទៅអាត្រចៀកហ្នឹងវារៀងក្អែលខ្លាំងបន្តិចជាពិសេសម្ដុំក្នុងរុនត្រចៀកវាហ្នឹងអញ្ចឹងសម្អាតវាឲ្យច្រើនទឹកតិចមកនៅក្នុងវីដេអូហ្នឹងដោយសារតែខ្ញុំព្យាយាមកាត់ទេបានឃើញខ្ញុំលាងតែមួយទឹកតែប៉ិតខ្ញុំលាងច្រើនទឹកតែហើយមុននឹងអាំងយើងត្រូវការស្ងោរបែងចែកឲ្យដៃរវាងស្ងោរហើយនឹងស្រស់ណាអ្នកនរគ្នាបើអីផ្សេងអ្នកនរគ្នាអាចស្រស់បានប៉ុន្តែជាមួយនឹងត្រចៀកជ្រូកគឺសាច់វាក្រាស់មែនតើអញ្ចឹងយើងត្រូវការស្ងោរហ្នឹងគឺដើម្បីឲ្យបាត់អាក្លិនសាជ្រូកណាបើត្រីគេហៅឆ្អាបតែជ្រូកអ្នកនរគ្នាឯងហៅមិនក៏បានដែរបាត់ក្លិនជ្រូកស្អុយហ្នឹងទៅហើយអាការស្ងោរហ្នឹងជួយយើងបានច្រើនណាស់ដោយសារតែអាជ្រូកត្រចៀកជ្រូកហ្នឹងវាក្រាស់អញ្ចឹងយើងស្ងោរវាឆ្អិនម្ដងហើយនៅពេលដែលយើងអាំងប្រហែលជាថា5នាទីទៅ10នាទីទៀតទៅវាក្រៀមបានញ៉ាំស្រួលណាវាឆ្ងាញ់ហើយអាការស្ងោរវាហ្នឹងក៏ប្រហែលជា10នាទីដែរត្រឹមតែឆ្អិននោះពួកអីខ្ញុំអាសាលើកមើលក៏ខ្ញុំអត់កាត់ដាក់ចូល5នាទីខ្ញុំលើកប្រហែលម្ដងហើយហ្នឹងហើយខ្ញុំលើកមើលទៅឃើញឈាមនៅឡើយអញ្ចឹងអត់កើតទេ10នាទីទៅឆ្លៀតពេលដែលជ្រូកប៉ាជេយើងណាវាមិនទាន់ឆ្អិនអញ្ចឹងយើងក៏មកលាយគ្រឿងមកហើយគ្រឿងរបស់យើងនឹងមានអំបិលអីបុកឯអ្នកអត់ចេះបុកអំបិលទេបុកតាមហ្នឹងហើយរសជាតិស្តៀងនឹងគ្នាហ្នឹងធ្វើតាមបេះដូងទៅហើយគ្រាន់ថាថែមល្ក្រូចសាយទៅតែបើអត់ចូលចិត្តទេមិនបាច់ដាក់ក៏បានដែរគ្រាន់ដាក់អញ្ចឹងដល់ពេលអាំងទៅវាឈ្ងុយហើយខ្ញុំលួចថែមប្រេងម្ទេសអត់លួចទេដាក់ចំមកដោយហើយច្រើនទៀតមូលហេតុដោយសារតែចង់ឲ្យពណ៌ស្អាតនិងក្លិនឈ្ងុយចំពោះប្រេងខ្យងបុកអំបិលម្ទេសមែនណាប៉ុន្តែលួចថែមប្រេងខ្យងដើម្បីឲ្យល្បាយនឹងរីងរាវបន្តិចនៅពេលដែលយើងប្រឡាក់សាច់វាខាំជាប់សាច់បានល្អបើអ្នកទាំងអស់គ្នាទៅសួរគេថាបើអានេះធ្វើមិនគេប្រាប់ថាអូនអានឹងបុកអំបិលម្ទេសឲ្យប្រឡាក់វាទៅចប់ហើយអត់មានមកប្រាប់អ្នកនរគ្នាថាគេលួចថែមមិនដឹងទេធម្មតារូបមន្តគេដែលប្រាប់អ្នកនរគ្នាត្រង់ពេកទេមានតែខ្ញុំទេបន្ទាត់នេះឡងវូហ្មងហើយនៅពេលដែលវាឆ្អិនហើយយើងស្រង់ទុកសិនមកពេលយើងស្រង់ហ្នឹងក៏យើងយកទៅលាងម្ដងទៀតដែរលាងឲ្យវាស្អាតទៅណាបើអ្នកនរគ្នាស្ដាយទឹកមិនចង់លាងក៏តាមនឹងទៅហូបឲ្យឈឺពោះឈឺអីក៏តាមនឹងទៅតែយល់ល្អលាងឲ្យស្អាតទៅយើងលាងវាច្រើនទឹកមែនតែពេលយើងស្ងោរតែវាឃើញចេញអាក្អែលចេញពីឆ្អឹងពីអីទៀតហ្នឹងណាអញ្ចឹងយើងលាងម្ដងទៀតទៅទឹកប្រហែល1000ខ្មែរហ្នឹងយើងប្រើទៅភ្លេចប្រាប់អ្នកនរគ្នាថាក៏មិនต้องវែងឆ្នាំងវែងណាដោយសារឃើញខ្ញុំស្ងោរធំមិញប៉ុន្តែពេលខ្ញុំស្រង់មកលាងទឹកស្អាតត្រជាក់ខ្ញុំកាត់វាដងកង់តូចដើម្បីស្រួលអាំងបើអាំងទាំងធំអញ្ចឹងទៅគ្មានថ្ងៃក្រៀមដល់ខាងក្នុងទេមិនបាច់បានស៊ីទេយើងកាត់វាតាមចំណូលចិត្តមកអ្នកនរគ្នាចង់ចិញ្ច្រាំវាយកទៅអាំងក៏បានដែរបើសិនជាអ្នកនរគ្នាមានសមត្ថភាពនឹងតែខ្ញុំអត់ទេខ្ញុំវះប្រទេសហើយខ្ញុំប្រឡាក់វាប្រឡាក់ឲ្យសព្វសាច់ចឹងណាហើយប្រឡាក់ឲ្យអត់មានអាចយកទៅអាំងភ្លាមទេវាដូចតែគិតដូចតែឯងនឹងប្រឡាក់ឲ្យយើងទុកឲ្យវាចូលជាតិសិនមកចាំយើងយកទៅអាំងបើតាមដានខ្ញុំពីដំបូងប្រហែលជាដឹងហើយព្រោះខ្ញុំគឺជាមនុស្សខ្ជិលខ្ញុំចូលចិត្តច្នៃម្ហូបធ្វើឲ្យលឿនសូម្បីតែផ្ទះខ្ញុំគឺមានឧបករណ៍ទាំងអស់ខ្ជិលណារឿងបកាត់ភ្លើងសូម្បីតែនេះអាំងសាច់ក៏ខ្ញុំប្រើម៉ាស៊ីនដែរខ្ញុំអត់បកាត់ទេខ្ញុំខ្ជិលដល់កហើយចំពោះអាការអាំងជាមួយម៉ាស៊ីនហ្នឹងខ្ញុំប្រើ200អង្សាជាមួយនឹងកម្ដៅ15នាទីរយៈពេលសោះកម្ដៅចិនរឹកឡយូរចេញថតជាមួយម៉ាស៊ីនម្ដងអញ្ចឹងនិយាយមិនត្រូវឯងកុំប្រកាន់អីនេះឃើញខ្ញុំព្យាយាមកាត់ណាប្រហែលមិញ15នាទីឥឡូវនេះ1នាទីបាទខ្ញុំកាត់ឡើងអស់លេងហើយប៉ុន្តែវានៅតែវែងអញ្ចឹងមើលទៅពេលដែលអាំងហើយនេះដកចេញមកតែអាំងហ្នឹងអាសាប្រែផងព្រោះប្រភេទខ្លាញ់ប្រភេទគ្រឿងអញ្ចឹងគឺវាងាយនឹងខ្លោចហើយដាក់កដៅខ្លាំងអញ្ចឹងផងវាអាចនឹងខ្លោចណាអញ្ចឹងអាសាប្រែវា5នាទីអីមកមើលម្ដងមកហើយអានេះគឺចង់បញ្ចប់ហើយ
ăn hơi ấy hay có chức ngành đấy mà ở video đang tranh được bên để nhầm nhầm hơi hai bữa sân chỉ nên thằng nia phơ ta má nhầm chun po phở ban tranh đợi nhầm chẳng màu nè mới ta rút thót tới có đăng thằng vi chức ngành đai mới sầm lên nè nhưng đầu pi thì chị phá lơ mà thì chị ăn chẳng nè chức ngành mong